សង្ឃឹមថាប្រទេសថៃនឹងដោះលែងវីរៈបុរសជាតិយើងចំនួន18អ្នកឆាប់ឃើញព័ត៌មានហើយគឺខ្ញុំសប្បាយចិត្តមែនតើបងប្អូនហើយប្រទេសយើងជួបសន្តិភាពវិញហើយអរគុណសម្ដេចបហរហ៊ុនម៉ាណែតនិងសម្ដេចតេជោហ៊ុនសែនដើម្បីប្រជាជនកម្ពុជាប្រជាជនគ្មានអ្វីក្រៅពីតបសង្ឃពាក្យថាអរគុណតែមួយមុខទេសង្ឃឹមប្រទេសកម្ពុជាយើងជួបតែសន្តិភាពយូរក្រោយនេះគឺជាមេរៀននេះគឺជាប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលឆ្លងកាត់សម័យសង្គ្រាមនៅក្នុងឆ្នាំ2025នេះជាលើកទី10ចាស់សង្ឃឹមថាបងប្អូនខ្មែរគ្រប់យុគទាំងអស់នៅក្នុងប្រទេសកម្ពុជាពហិការផលិតផលសៀតទាំងអស់គ្រប់ផលិតផលទាំងអស់គ្រប់ទំនិញនាំចេញនាំចូលទោះវាផ្ដោតលើកោតក៏ដោយយើងត្រូវតែមើលបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាពហិការផលិតផលសៀតទាំងអស់គ្នាចាប់ពីឆ្នាំ2025រហូតដល់ឆ្នាំ2050ក៏ដោយយើងពហិការផលិតផលសៀមទាំងអស់ឈប់ទៅលេងប្រទេសសៀមទាំងអស់បងប្អូនយើងពហិការប្រជាជនយើង17លាននាក់ត្រូវតែដឹងថាប្រវត្តិសាស្ត្រនឹងយ៉ាងម៉េចយើងជាក្មេងចំនួនក្រោយយើងត្រូវអប់រំកូនរបស់យើងមានក្មួយយើងឲ្យស្គាល់ថាជនជាតិថៃនឹងគឺជាជនជាតិដែលអាក្រក់បំផុតនៅលើពិភពលោកខ្ញុំដែលប្រទេសអ្នកមានណាដែលធ្វើបាបប្រទេសអ្នកក្រអ្នកចង់ឈ្លានពានទឹកដីកម្ពុជាណាបំផ្លាញរូបអាសនៈព្រះវិស្ណុក៏បំផ្លាញតិចអស់ដែរហើយប្រាសាទព្រះវិហារប្រាសាទតាក្របីប្រាសាទវេទមន្តតូចប្រាសាទមានដំធំហើយនិងប្រាសាទមង្គលសេរីនឹងក៏ជាប្រាសាទរបស់ខ្មែរដែលដូនតាកសាងឡើងតាំងពីយើងមិនទាន់កើតមែនបងប្អូនតាំងពីសតវត្សទី8ទី9មកដល់ឥឡូវនេះសង្ឃឹមថាប្រទេសយើងនឹងជួបសុខសប្បាយរុងរឿងរហូតដូចសម័យឥឡូវចូលសម័យតេជោហើយបងប្អូនហួសសម័យអង្គររុងរឿងទៀតឥឡូវវាចូលសម័យតេជោហើយអញ្ចឹងបងប្អូនយើងត្រូវតែឈប់ពិបាកចិត្តជាតស៊ូអត់ធ្មត់ដល់ពេលនេះហើយបងប្អូនត្រូវប្រឹងប្រែងសមត្ថភាពឲ្យខ្លាំងនិយាយទៅសមត្ថភាពបងប្អូនត្រូវតែឲ្យខ្លាំងរៀនឲ្យមានចំណេះវិជ្ជាច្បាស់លាស់ដែលយើងតស៊ូជាយើងគង់បានសម្រេចទេបងប្អូនការងារអីក៏ដោយវាមកកត់ថាយើងជោគជ័យភ្លាមណាយើងប្រើពេលរាប់រយឆ្នាំបងប្អូនរំលឹកដល់ភាពជោគជ័យមួយនេះដូចជាការងារផលិតវីដេអូនោះជាដើមទៅយើងតស៊ូអត់ធ្មត់ទៅយើងអាចទទួលភាពជោគជ័យថ្ងៃអនាគតជាមិនខានទេបងប្អូនបាទអញ្ចឹងបងប្អូនត្រូវប្រកបមុខរបររកស៊ីពីថ្ងៃនេះទៅអញ្ចឹងបងប្អូនមានផលិតផលត្រូវផ្សព្វផ្សាយពាណិជ្ជកម្មឲ្យបានច្រើនឲ្យទទួលស្គាល់ដល់អន្តរជាតិបាទបងប្អូនអាចផ្សាយតាម Facebook YouTube TikTok IG ហើយនឹងកម្មវិធីអីមួយទៀតបងប្អូនYouTube ក៏បានដែរអញ្ចឹងបងប្អូនមានបណ្ដាញសង្គមបងប្អូនផុសទៅទទួលស្គាល់ថាប្រទេសយើងទូចមែនតែទឹកចិត្តយើងគឺធំណាបងប្អូនបាទយើងជួយប្រជាជនយើងបានច្រើនអញ្ចឹងសង្ឃឹមថាគេដោះវីរៈបុរសជាតិយើងចំនួន18ឲ្យត្រឡប់មកស្រុកកំណើតរបស់យើងវិញអរគុណជម្រាបលាជួបគ្នាក្នុងការវីដេអូក្រោយទៀត